មកស្គាល់ពីប្រវត្តិខ្លះរបស់ម្ចាស់សំនៀងបទកន្ទួតស្រុកដែលល្បីក្រៅពេញបណ្ដាញសង្គមកាលពីជាង1ឆ្នាំមុនតាមពិតគឺយុវជនយុវតីមកពីខេត្តកំពង់ធំសោះខណៈជីវភាពក៏ខ្វះខាតមិនដូចពីការរាំសប្បាយក្នុងបទចម្រៀងឡើយតើប្រិយមិត្តមានដឹងទេពីបទចម្រៀងប្រពៃណីដ៏ល្បីផ្ទុះកាលពីជាង1ឆ្នាំមុនដែលបងប្អូនខ្មែរយើងភ្ញាក់ផ្អើលនិងដាក់ការចាប់អារម្មណ៍ស្ទើរគ្រប់គ្នាពីសំនៀងផ្អែមរបស់តារាចម្រៀងវ័យក្មេងរូបនេះគឺប្អូនប្រុសខុននិរតីនិងប្អូនស្រីរិទ្ធម៉ាឡែនបន្ថែមពីនេះទៀតក៏ឃើញមានបងប្អូនខ្មែរយើងជាច្រើនបានយកទៅរាំកម្សាន្តនៅតាមបណ្ដាញសង្គម TikTok ភ្លូកទឹកភ្លូកដីតែម្ដងព្រោះតែចាក់ចំបេះដូងពួកគេខ្លាំងពេកយ៉ាងណាមិញតាមរយៈបណ្ដាញសង្គម Telegram ប្អូនប្រុសខុននិរតីបានរៀបរាប់ប្រាប់មកកាន់ក្រុមការងារ Jombok TV យើងខ្ញុំថាជំរាបសួរបងខ្ញុំបាទឈ្មោះខុននិរតីសប្តាហ៍ថ្ងៃរស់នៅភូមិងុនឃុំងុនស្រុកសណ្ដានខេត្តកំពង់ធំមានបងប្អូន2នាក់ស្រី1ប្រុស1ខ្ញុំនិរតីជាកូនច្បងបន្ទាប់ពីបងស្រីដែលជាកូនតូនៃប្រពន្ធទី1របស់លោកឪពុកមានប្រពន្ធ2ឪពុកបានចែកឋានដោយរោគីក្នុងកំឡុងពេលខ្ញុំអាយុ4ឆ្នាំសប្តាហ៍ថ្ងៃខ្ញុំនិរតីមានអាយុ31ឆ្នាំហើយប្អូនប្រុសខុននិរតីបានបន្តទៀតថាបើទោះបីជាបទចម្រៀង cover របស់ខ្លួនកន្ទួតស្រុកផ្ទុះការគាំទ្រខ្លាំងប៉ុណ្ណាក៏ដោយក៏ហាក់ជីវភាពមិនបានធូរធារដូចគេដែររហូតដល់ខ្លះទៀតបានមើលងាយដល់រូបខ្ញុំថាអត់ប្រយោជន៍ចូលចិត្តរាំច្រៀងទាំងខ្លួនឯងក្រហាមពាក្យនេះធ្វើឲ្យខ្ញុំឈឺចាប់បំផុតទោះស្លាប់កប់ដីក៏ខ្ញុំមិនអាចបំភ្លេចបានឡើយចំណែកឯម្ដាយក៏ជីវភាពលំបាកពោលគឺមិនធូរធារដូចគេនោះទេប្អូនប្រុសខុននិរតីបានបន្ថែមទៀតថាសប្តាហ៍ថ្ងៃប្អូនប្រុសមិនរំពឹងលើវិស័យសិល្បៈអ្វីនោះទេគឺប្អូនធ្វើការរោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញចំពោះបទចម្រៀងមួយដែលល្បីផ្ទុះខាងលើគឺជាម្ចាស់ដើមលោកពូសុងសែងនិងអ្នកនាងចេនសាយចៃច្រៀងកែប៉ារ៉ូថ្មីដោយមិត្តវណ្ណានឹងដួងតារាធ្វើភ្លេងថ្មីដោយ Vezi Composer ជាចុងក្រោយលោកខុននិរតីបានថ្លែងអំណរអគុណជាច្រើនដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែស្រឡាញ់និងចូលចិត្តស្ដាប់ចម្រៀង cover ក៏ដូចជា original song ហើយក៏សូមជូនពរឲ្យពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរខាងមុខនេះ